លោកគ្រូនិងសួស្តីមិត្តរួមអ្នកទាំងអស់គ្នាពួកយើងមកពីក្រុមទី5ហើយថ្ងៃនេះខ្ញុំធ្វើវីដេអូពិសោធន៍ប្រធានបទការលូតលាស់នៅកំពង់លំអងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅទស្សនាវីដេអូទាំងអស់គ្នានេះគឺជាសកម្មភាពដែលពួកខ្ញុំទៅស្វែងរកការនៅសួនកសិកម្មដែលនៅក្រោយសាលាវិទ្យាល័យរបស់ពួកខ្ញុំផ្ទាល់អ្នកនរគ្នាឃើញពួកខ្ញុំដើរលឿនឬក៏ចិត្តដើរនោះដោយសារតែនៅក្រោយនោះវាទៅអត់មានការអីសម្រាប់ឲ្យពួកខ្ញុំយកមកពិសោធន៍ដែរអញ្ចឹងទៅគឺពួកខ្ញុំឆ្នៃពេលដើររកការនោះវាយូរដែរដល់ពេលឲ្យបានពួកខ្ញុំមកដល់កន្លែងរោងដំណាំផ្ទាល់មកអញ្ចឹងពួកខ្ញុំបានដើរចូលទៅដល់ក្នុងនោះហើយក៏ឃើញការមកប្រភេទអញ្ចឹងទៅពួកខ្ញុំក៏យកការមកប្រភេទនោះមកធ្វើការពិសោធន៍អរគ្នាបើតាមវីដេអូហ្នឹងទៅគឺដឹងខ្លួនឯងថាពួកខ្ញុំយកផ្កាអីមកធ្វើការពិសោធន៍នៅថ្ងៃនោះនេះគឺជាផ្កាដែលពួកខ្ញុំត្រូវយកមកពិសោធន៍នឹងបងប្អូនផ្កាពណ៌ទឹកក្រូចដែលនឹងហៅថាផ្កាកង្កោកយកទៅពួកខ្ញុំយកផ្កាកង្កោកនោះមកធ្វើការពិសោធន៍ទៅពួកខ្ញុំហើយពួកខ្ញុំគឺបានទៅបន្ទប់ពិសោធន៍វិញហើយនេះគឺជាផ្កាដែលខ្ញុំទទួលបានបើយើងមកមើលសម្ភារៈរបស់យើងពិសោធន៍វិញមានដូចជាប៉ូតាស្យូមនីត្រាតម៉ាញ៉េស្យូមសូផាតបូរិកស្ករកាប៊ែលសៀកន្ត្រៃពីរប៉ែបន្តក់ឡាម៉ែមីក្រូទួបន្ទះឡាមមានខ្នូដង្កៀបនិងផ្ការំយោលនេះគឺជារបៀបធ្វើទឹកស្ករដើម្បីពិនិត្យមើលបំពង់លំអងលូតលាស់អញ្ចឹងដំបូងយើងដាក់ទឹក100មីលីលីត្របន្ទាប់មកពួកខ្ញុំចាក់ប៉ូតាស្យូមនីត្រាតកវាលីហើយពួកខ្ញុំចាក់បូរិកចូលនឹងដែរវាលីចូលគ្នាទៅបន្ទាប់មកនេះខ្ញុំចាក់ម៉ាញ៉េស្យូមសូផាតចូលហើយបន្ទាប់មកចុងក្រោយពួកខ្ញុំចាក់ស្ករចូលពួកខ្ញុំកូអា4មុខទាំងអស់ហ្នឹងចូលគ្នាឲ្យវាអាលីទាំងអស់ហើយបានពួកខ្ញុំយកវាទៅបន្តមួយនេះទៅពួកខ្ញុំកូរដល់វាលីដល់អស់ហើយខ្ញុំភ្លេចប្រាប់ចំពោះទឹកវិញពួកខ្ញុំដាក់100មីលីលីត្រហើយប៉ូតាស្យូមនីត្រាតខ្ញុំដាក់20មីលីក្រាមបូរិកខ្ញុំដាក់10មីលីក្រាមម៉ាញ៉េស្យូមសូលផាតខ្ញុំដាក់30មីលីក្រាមបន្ទាប់មកចុងក្រោយគេគឺស្ករពួកខ្ញុំដាក់10មីលីក្រាមអញ្ចឹងពួកខ្ញុំមាន4មុខដាក់បញ្ចូលគ្នាចឹងអ្នកនរគ្នានេះគឺជាការដែលពួកខ្ញុំធ្វើការពិសោធន៍អញ្ចឹងទោះពួកខ្ញុំត្រូវគូអាខុងលំអងដាក់ចូលប្រទេសឡានអញ្ចឹងណាហើយពួកខ្ញុំក៏បានដាក់វាចូលទៅក្នុងមីក្រូទូហើយចំពោះទឹកស្ករដែលពួកខ្ញុំបានធ្វើនោះគឺខ្ញុំដាក់ស្ករខ្ញុំធ្វើទឹកស្ករ15% ចំពោះផ្កាហ្នឹងណា15% អ្នកនរគ្នានេះគឺជារីសាដែលចេញមកគឺវាដុះបំពង់លំអងហ្នឹងគឺលយខ្លាំងមែនតើហើយស្អាតទៀតហ្នឹង10%អ្នកទាំងអស់ហ្នឹង15%សុំទោស15%ហើយចំពោះនេះវិញគឺខ្ញុំពិនិត្យមីក្រូទូហើយដូចគ្នាដែរប៉ុន្តែគ្រាន់តែអានេះគឺពួកខ្ញុំដាក់ស្ករធ្វើទឹកស្ករ10%នេះអ្នកទាំងអស់គ្នាពេលដែលពួកខ្ញុំធ្វើទឹកស្ករ10%ចឹងទៅវាចេញមកគឺបែបនេះហើយចំពោះវីដេអូនេះវិញគឺពួកខ្ញុំធ្វើទឹកស្ករ